ស្វាគមន៍ជាបន្តមកកាន់លំហាត់ទី7ដែលយើងនឹងសិក្សាទៅលើការគណនាការបញ្ចុះតម្លៃបាទអញ្ចឹងយើងបានរៀនខ្លះៗហើយក្នុងលំហាត់មុនហើយនេះគឺមានពីររបៀបនៅក្នុងការបញ្ចុះតម្លៃបាទបញ្ចុះតម្លៃទី1គឺជាការបញ្ចុះតម្លៃដែលគេកំណត់ឲ្យបញ្ចុះប្រមាណតែម្ដងឥឡូវយើងឧទាហរណ៍មើលខាងលើសាលាបាត់ដំបង IT មួយមាន promotion សម្រាប់វគ្គសិក្សាដូចខាងក្រោមអញ្ចឹងវគ្គ basic computer គេបញ្ចុះតម្លៃ 10% អញ្ចឹងតម្លៃសិក្សា$60បើគេបញ្ចុះ 10% ស្មើប្រមាណអញ្ចឹងដូចយើងធ្វើលើមុនអញ្ចឹងយើងយក100គុណនឹង10ឬក៏យក100គុណសំទោសយក60គុណនឹង 10% ឬក៏យើងយក60គុណនឹង10ចែក100អញ្ចឹងមួយណាក៏បានដែរបាទហើយយើងចុចចេះក៏បានបាទ C5 គុណនឹង D5 C5 គឺ60ហើយ D5 នេះគឺ10% ចំនួនគេ discount ឲ្យ Enter ចេញចម្លើយអញ្ចឹង discount 10% ស្មើនឹង$6បាទអញ្ចឹង 20% យើងអូសចម្លើយចេញមកបាទអញ្ចឹង150គុណ 20% យើងឃើញការបញ្ចុះតម្លៃ 20% នៃ150គឺ$30បាទយើងអូសចេញមកចេញចម្លើយទាំងអស់ហើយបាទវិធីនេះស្រួលបាទវិធីនេះស្រួលមែនតើវិធីទី2រៀងពិបាកបន្តិចបាទដែលយើងត្រូវការកំណត់រៀងសាំញ៉ាំណាសាំញ៉ាំបាទអញ្ចឹងគេសួរដើម្បីហាងផ្លែឈើមួយមាន promotion ពិសេសបើទិញលើ1000បញ្ចុះ 20% តែបើទិញលើឬក៏ស្មើ500បញ្ចុះតែ 10% ទេហើយបើទិញលើពី250បញ្ចុះ 5% បើទិញក្រោម250គឺមិនបញ្ចុះទេអញ្ចឹងកន្លែងទី1គេសួរតម្លៃបញ្ចុះកន្លែងទី2គេសួរតម្លៃត្រូវបង់អញ្ចឹងយើងគណនាកន្លែងបញ្ចុះសិនវាយរួមមុនតាមខាងក្រោមនេះមកវាយឲ្យដូចអញ្ចឹងមកបាទឥឡូវខ្ញុំវាយជូនវាយមិនលឿនណាអញ្ចឹងយើងដាក់ស្មើបើសិនជាតម្លៃសរុបកន្លែងនេះធំជាងឬក៏ស្មើ1000ក្បៀសមួយតម្លៃកន្លែងហ្នឹងណាយើងយកទៅគុណនឹង 20% មានហើយបើទិញច្រើនជាង1000បញ្ចុះ 20% អញ្ចឹងយើងខ្ជិលវាយទៀតណាយើងដាក់ក្បៀសមួយហើយយើង copy យកតែម្ដងទៅបាទ copy paste 1 paste 2ហើយយើងកែនេះអញ្ចឹងលក្ខខណ្ឌទី2គេមិញ500មែនទេបើទិញច្រើនជាងឬស្មើ500បញ្ចុះ 10% អញ្ចឹងគុណ 10% ឡើយហ្នឹងឡើយនេះបើសិនជាទិញធំជាងឬក៏ស្មើ250គឺបញ្ចុះតែ 5% ទេអញ្ចឹងកែហើយដាក់ 5% ហើយក្រៅពីហ្នឹងមិនបញ្ចុះទេដាក់0ហើយបិទបង្ចុះ3ដងដោយសារយើងបើក3ដងដែរបើកទី1បើកទី2បើកទី3អញ្ចឹងវានឹងឃើញតម្លៃដែលត្រូវបង់អញ្ចឹងអានេះបញ្ចុះប៉ុន្មាន%បាទលើ1000វាបញ្ចុះ 20% ហើយអញ្ចឹងកន្លែងហ្នឹងបើលេខកន្លែងហ្នឹង$60អត់បញ្ចុះទេដោយសារអីក្រោម250ចុះ250បញ្ចុះអត់250បញ្ចុះបាទបញ្ចុះ 5% បើក្រោម250អត់បញ្ចុះទេបាទអញ្ចឹងឥឡូវនេះយើងវាយលេខគេវិញមក1200ខាងក្រោមនេះយើងអូសមកចេញចម្លើយ600វានឹងបញ្ចុះ$60បើមក270វានឹងបញ្ចុះឲ្យ$13បើ100វាអត់បញ្ចុះឲ្យទេវាចេញ0បើ1000វាបញ្ចុះឲ្យ$200តម្លៃត្រូវបង់អត់បាក់ទេយក1200ដកនឹង240យើងនឹងឃើញតម្លៃត្រូវបង់ហើយឥឡូវនេះយើងអូសវាមកបាទចប់អរគុណ